រៀបសួរកូនអរគ្នាអរគុណព្រះសម្រាប់ការជួបគ្នាជាថ្មីក្នុងសប្តាហ៍ថ្មីហើយនៅគូឃើញថាកូនអរគ្នាសប្បាយមែនអត់ចាអញ្ចឹងព្រះប្រទានពរកូនអរគ្នាដែលយើងមានវត្តមានជួបគ្នាម្ដងទៀតចាអញ្ចឹងថ្ងៃនេះដែរនៅគូមានកិច្ចការថ្នាក់ទី5មួយតទៅជាមួយនឹងមេរៀនទី5 3គឺការគុណចំនួនទស្សភាគនិងចំនួនគុណចឹងថ្ងៃនេះអ្នកគូលើកយកលំហាត់មកតាមមួយទុំដើម្បីធ្វើការគុណបង្ហាញកូនទាំងអស់គ្នាតោះអញ្ចឹងសូមយើងគុណទាំងអស់គ្នាអញ្ចឹងលំហាត់របស់យើងគឺ 3.08 ចាគុណឲ្យ35ចាអញ្ចឹងយើងធ្វើការគុណធម្មតាដោយលេខគុណយើងធម្មតាមកណាកូនចាអញ្ចឹងយើងចាប់តាមគុណពីខ្ទង់10ទៅមុនចា5 8 ដល់40ចឹង40យើងសរសេរលេខ0ត្រាតប4ចា5 0 ដល់0 0 4គឺ4 5 3 ដល់15ចាចឹងយើងបានផលគុណទី1ឯងបងប្អូនចាតោះហើយយើងចូលទៅខ្ទង់10វិញម្ដងចឹងការគុណនៅខ្ទង់10គឺយើងពេលដែលយើងឃើញចម្លើយយើងអាចដាក់នៅក្រោមខ្ទង់រាយបានគឺយើងត្រូវដាក់នៅខ្ទង់10ណាចា3 8 ដងប៉ុន្មានគុណចា3 8 ដង 24ចឹងសរសេរលេខ4ត្រាតប2ចា3 0 ដង 0 0 និង2គឺ2ចា3 3 ដង 5 9អញ្ចឹងយើងធ្វើការបូកតួគុណទី1និងទី2ចូលគ្នាមកចាអញ្ចឹង0ទម្លាក់ចុះ8 7ចា10ចឹងគុណមើលចឹងការគុណចំនួនទស្សភាគគឺដូចចំនួនដែលយើងគុណលេខចំនួនគុណដែរចំនួនគុណនិងចំនួនគុណដែរប៉ុន្តែគ្រាន់តែខុសគ្នាត្រង់ឯគុណចាប្រសិនបើលេខនៅខាងក្រោយចុចពីខ្ទង់គឺយើងទម្លាក់ចុចនឹងនៅពីខ្ទង់ដូចនេះចាចឹងលេខរបស់យើងគឺឃើញ107.80ចា107.80ចានេះគឺជាចម្លើយរបស់យើងចាអញ្ចឹងឃើញ107.80អញ្ចឹងអ្នកគ្រូសង្ឃឹមថាពេលដែលកូនត្រឡប់ទៅផ្ទះវិញកូននឹងអាចអនុវត្តលំហាត់បន្ថែមបើមានចម្ងល់យើងនឹងជួបគ្នានៅសប្តាហ៍ក្រោយទៀតអរគុណច្រើនជម្រាបលាសូមព្រះ